ទើបតែផឹកស្រាអត់តែ2លីត្រសោះឥឡូវម្ចាស់លុយគេមកតន់ល្មមចាប់ក្រោយតែអូនឆ្ងល់ត្រង់ថាលបងរបស់យើងណាស្វ័យត្បិតតែគាត់មកអាក្រក់មានជាតិអន់ពិតមែនតែគាត់ចិត្តល្អណាស់ណាវើយគំនិតកើតកំណត់អន់អូនឆ្នាំនេះដំណាំរបស់យើងបងមើលទៅដូចជារៀងល្អគ្រាន់បើដែរតើអូនហើយជ្រូករបស់យើងឆ្នាំហ្នឹងកើតកូនម្ដងពីសម្បុកតែម្ដងអូនបងសង្ឃឹមថាឆ្នាំហ្នឹងពួកយើងនឹងបានសល់លុយកាក់រៀងច្រើនបន្តិចដើម្បីទុកសម្រាប់ឲ្យកូនរបស់យើងទៅថ្ងៃខាងមុខណាអូនចាបងអញ្ចឹងថ្ងៃហ្នឹងបងមានទៅទៀតឬទេបងបន្តិចទៀតអូនទៅផ្សារទៅទិញត្រីយកមកធ្វើម្ហូបហើយណាបងហើយថ្ងៃហ្នឹងបងចង់ហូបម្ហូបអ្វីដែរបងបាទអូនថ្ងៃនេះបងដូចជាចង់ហូបផ្អកត្រីប្រៃនិងប្រហុកខ្ទិះអញ្ចឹងបើអូនទៅផ្សារអូនកុំភ្លេចទិញអំលក់ស្រស់ៗមកផងណាអូនថ្ងៃហ្នឹងបងនៅតែឆ្ងាញ់មកទៀតហើយស្នាដៃប្រពន្ធបងធ្វើម្ហូបហើយរឿងអីថាមិនឆ្ងាញ់នោះមែនទេអូនដឹងអីទេអឯងនេះពូកែណាអាខាងរឿងបញ្ចូលប្រពន្ធខ្លួនឯងណាអញ្ចឹងអូនទៅផ្សារហើយណាបងបាទអូនបងក៏ដល់ពេលដែលបងត្រូវទៅដាក់ចំណីឲ្យជ្រូករបស់យើងទៅហើយអូននៅពេលដែលប្រពន្ធរបស់រតនាបានធ្វើដំណើរទៅផ្សារទៅតាមផ្លូវប្រពន្ធរបស់រតនាបានជួបនឹងតយលយដែលជាសម្លាញ់របស់ប្តីរបស់ខ្លួនដែលកំពុងតែអង្គុយនៅផឹកស្រានៅតូបរបស់មីងវ៉ែបអេបងតយលុយនោះគឺជាប្រពន្ធរបស់បងរតនាមិត្តភក្តិរបស់បងឯងតើបងណែបងខ្ញុំលេចឯកាបងរតនានិងប្រពន្ធរបស់គាត់ឥឡូវហ្នឹងណាពួកគាត់ដូចជាមានបានទូធាខ្លាំងណាស់បងឯងមើលឥឡូវហ្នឹងពួកយើងចិត្តអស់លុយទិញស្រាផាក់ហើយណាបងអញ្ចឹងបងមិនសាក់តរឹកខ្ចីលុយបងរតនាតែជាមិត្តភក្តិរបស់បងសាក់មើលមើលបងក្រែងលោកបានលុយទិញស្រាផាក់ស្អែកទៀតណាបងពុតបែរហើយបងអើយបងមិនសាក់តែខ្ចីលុយបងរតនាមើលបងខ្ញុំជឿថាបងទៅខ្ចីលុយបងរតនាច្បាស់ណាស់ថាបាន 100% តែម្ដងយឹពួកអាពីក្បាលឯងនេះត្រូវដៃត្រូវជើងគ្នាណាស់ណូមិនអីទេអញ្ចឹងចាំមើលនៅថ្ងៃស្អែកនេះយើងនឹងសាកតែខ្ចីលុយរតនាបើសិនជាយើងខ្ចីលុយរតនាបានមែនពួកអាពីក្បាលឯងនេះចាំតែផឹកទៅវើយអស្ចារ្យមែនខ្ញុំបានស្គាល់នឹងរាប់អានលបងពិតជាមិនខុសមនុស្សមែនលបងណែអាឆ្លូញយូរហើយធ្វើដូចមិនដឹងលបងតយលយរបស់យើងអញ្ចឹងអាស្អីគេនេះលបងរបស់យើងណាស្វ័យត្បិតតែគាត់មកអាក្រក់មានជាតិអន់ពិតមែនតែគាត់ចិត្តល្អណាស់ណាវើយមើលវានិយាយអាស្អីគេនេះតិចអញដាក់មកកញ្ញោធ្លុះគូតឥឡូវហ្នឹងអញបានហើយកុំនិយាយច្រើនពេកផឹកទៅចាំនៅថ្ងៃស្អែកចាំយើងទៅខ្ចីលុយរបស់រតនាឲ្យតែបានលុយយើងនឹងប៉ាពួកអាពីក្បាលនេះឯងផឹកស្រាឯណានៃម្ដងអូនពួកឥឡូវហ្នឹងបានស្រាណាផឹកទៀតទៅបើពួកយើងអស់ស្រាផឹកហើយហ្នឹងរួចនៅក្នុងខ្លួនរបស់យើងម្នាក់សុទ្ធតែដៃតាម្នាក់រត់តែលុយ1រៀលលុយខ្មែរដាក់ក្នុងកប៉ាល់គ្មានផងហ្នឹងអូនរួចបើអត់លុយអញ្ចឹងមានតែពួកយើងទៅប្រឡាក់ស្រាគេយកមកផឹកសិនទៅមែនទេលបងតើលុយបើអស់ស្រាផឹកហើយពួកយើងគួរតែឈប់ផឹកទៅហើយបំបីគ្នាទៅផ្ទះរៀងខ្លួនសិនទៅចាំថ្ងៃស្អែកបើសិនជាបងទៅខ្ចីលុយរតនាបានចាំពួកយើងផឹកតទៀតទៅដល់ពេលនោះពួកយើងនឹងមានគ្រឿងក្លែមឆ្ងាញ់ឥឡូវហ្នឹងពួកយើងបំបីគ្នាសិនទៅឥឡូវបងទៅផ្ទះមុនហើយណាបងសង្កត់ហើយវើយលុះដល់ពេលដែលប្រពន្ធរបស់រតនាបានធ្វើត្រឡប់មកពីផ្សារវិញប្រពន្ធរតនាបាននិយាយរឿងដែលបានជួបនឹងតយលយប្រាប់ទៅប្តីរបស់ខ្លួនបងពេលអូនដើរទៅផ្សារមិញហ្នឹងអូនដូចជាបានឃើញអ្នកតយលយមិត្តភក្តិរបស់បងគាត់កំពុងតែនៅអង្គុយផឹកស្រានៅតូបមីងវ៉ែបអូនមើលទៅគាត់ដូចជាស្រវឹងខ្លាំងណាស់បងហើយចុះបងមានដឹងថាគាត់រាល់ថ្ងៃហ្នឹងប្រកបការងារអ្វីដែរទេបងអូបាទអូនតាំងពីបងនឹងអតយលយឈប់ធ្វើការងារនៅកន្លែងនោះមក
ដូចជាជាង1ឆ្នាំហើយអូនហើយតាំងពីពេលនឹងមកបងនឹងវាគឺមិនដែលបានជួបគ្នានោះទេរាល់ថ្ងៃហ្នឹងគេធ្វើការងារអីបងក៏មិនដឹងដែរដោយសារតែបងឥឡូវនេះមិនសូវមានពេលទំនេរដូចជាអូនឃើញស្រាប់ហើយអញ្ចឹងចាំមើលនៅថ្ងៃណាបងទំនេរបងនឹងឆ្លៀតទៅលេងផ្ទះរបស់តយលយម្ដងណាអូនព្រោះអីបងក៏ដូចជានឹករលឹកដល់គេដែរតាអូនអញ្ចឹងអូនប្រញាប់ទៅធ្វើម្ហូបទៅអូនព្រោះដូចជារៀងថ្ងៃត្រង់ហើយណាមួយបងក៏ដូចជាឃ្លានបាយដែរណាអូន ចាស់បងអញ្ចឹងបងឆាប់ទៅងូតទឹកសម្អាតខ្លួនឲ្យរួចរាល់សិនទៅបងទម្រាំតែបងងូតទឹកសម្អាតខ្លួនរួចរាល់នោះអូននឹងចម្អិនម្ហូបឆ្អិនឲ្យរួចរាល់ល្មមដែរបង បាទអូនបងពិតជាបរិសម្នាក់ដែលសំណាងជាងគេមែនពីព្រោះអីបងបានប្រពន្ធស្អាតដូចជាអូនយកមកធ្វើជាប្រពន្ធអូនពូកែខ្លាំងណាស់មិនថាតែការងារនៅក្នុងផ្ទះឬក៏ការងារនៅក្រៅផ្ទះនោះទេគឺអូនចេះរៀបចំទុកដាក់បានយ៉ាងល្អខ្លាំងណាស់អញ្ចឹងបងចង់ប្រាប់អូនថាប្តីស្រឡាញ់ប្រពន្ធបងពេញបេះដូងបងហើយ ដឹងស្អីទេបងឯងនេះរៀបការជាមួយគ្នាឡើងចង់បានកូនមួយហើយហ្នឹងណាចេះមកអែមល្ហែមធ្វើដូចជាកំឡោះក្រមុំទៅរៀបការថ្មីថ្មោងអីណាបងឯងនេះទៅបានហើយឆាប់ទៅងូតទឹកទៅបងនឹងឆាប់អានមកញ៉ាំបាយផង បាទអូនបងទៅហើយ លុះដល់ពេលថ្ងៃស្អែកឡើងតយលយក៏បានធ្វើដំណើរទៅផ្ទះរបស់រតនាជម្រាបសួរអ្នកសុខសប្បាយជាទេរាល់ថ្ងៃនេះហើយរតនាគេទៅណាបាត់ហើយនេះ ចាអ្នកប្តីខ្ញុំក៏ទៅតែចេញទៅដាក់បាយឲ្យជ្រូកមិញនេះទេអ្នកហើយអ្នករកប្តីខ្ញុំមានការអ្វីដែរទៅអ្នក បាទអ្នកគឺខ្ញុំមានការចង់មកពឹងរកអ្នកហើយនឹងប្តីរបស់អ្នកឲ្យជួយខ្ញុំបន្តិចនឹងណាអ្នកតើអ្នកអាចជួយខ្ញុំបានទេអ្នកអើយ ហើយអ្នកមានរឿងអីដែរអាចឲ្យគ្រួសាររបស់ខ្ញុំអាចជួយអ្នកបានទៅអ្នកបើអញ្ចឹងចាំខ្ញុំហៅប្តីរបស់ខ្ញុំសិនណាអ្នកបងអ្នកទៅលយគាត់មកលេងផ្ទះយើងណាបង អូតយលយតើកាលពីថ្ងៃម្សិលមិញហ្នឹងគ្នានឹងប្រពន្ធរបស់គ្នាក៏កំពុងតែនិយាយអំពីរឿងរបស់ឯងដែរតើសម្លាញ់គ្នាគិតថាចាំគ្នាមានពេលបន្តិចគ្នានឹងទៅលេងផ្ទះរបស់ឯងឥឡូវនេះសម្លាញ់ឯងមកលេងផ្ទះរបស់គ្នាល្មមនិយាយចឹងសម្លាញ់ឯងមកលេងផ្ទះគ្នាតើសម្លាញ់ឯងមានការអីមែនទេសម្លាញ់ ណែណែគ្នាមិនទៅលាក់បាំងនឹងសម្លាញ់ឯងនោះទេគ្នាមករកសម្លាញ់ឯងនេះគឺគ្នាចង់មកខ្ចីលុយសម្លាញ់ឯងចំនួន4លានរៀលពីព្រោះអីគ្នាចង់រកស៊ីបើកមុខរបរថ្មីណាសម្លាញ់តែគ្នាដូចជាខ្វះខាតរឿងលុយកាក់នឹងណាបានជាគ្នាចង់មករកខ្ចីលុយពីសម្លាញ់ឯងបានខ្លះដើម្បីឲ្យគ្នាបានបើកមុខរបររកស៊ីថ្មីនឹងគេណាសម្លាញ់ បាទសម្លាញ់រឿងនេះចាំគ្នាសួរចិត្តប្រពន្ធរបស់គ្នាសិនណាសម្លាញ់អូនតើអូនគិតយ៉ាងម៉េចដែរអូន មិនអីទេបងបើមិត្តភក្តិរបស់បងគាត់ត្រូវការឲ្យបងជួយគាត់ហើយនោះអញ្ចឹងបងជួយគាត់ទៅបងអូនក៏មិនថាអីដែរបង បាទបងអរគុណអូនខ្លាំងណាស់អញ្ចឹងបងជួយមិត្តរបស់បងដើម្បីឲ្យគាត់មានមុខរបរអាចមានជីវភាពល្អមិនអីទេសម្លាញ់គ្នាបានសួរចិត្តប្រពន្ធរបស់គ្នារួចហើយអញ្ចឹងគ្នានឹងជួយសម្លាញ់ឯងនេះលុយ4លានរៀលសម្លាញ់ឯងយកទៅប្រើការតាមចិត្តដែលសម្លាញ់ឯងត្រូវការទៅចោះហើយបើសិនជាសម្លាញ់ឯងមានលុយកាក់នៅថ្ងៃណាចង់សងគ្នាវិញសម្លាញ់ឯងសងគ្នានៅថ្ងៃណាក៏បានដែរគ្នាមិនទៅបង្ខំអីនោះទេ គ្នាអរគុណសម្លាញ់ឯងខ្លាំងណាស់អញ្ចឹងគ្នាសុំលាសិនហើយណាសម្លាញ់ និយាយរួចតយលយក៏បានដើរចាក់ចេញពីផ្ទះរបស់រតនា ណែអាពីក្បាលយើងមកវិញហើយវើយ
ហើយវាអាមិនអាពួកឯងទៀតហើយហើយពួកអាពីរក្បាលឯងនឹងវាមានរឿងអីបានជានៅឈរធ្វើមុខស្អុយបែធ្វើមុខស្អុយដូចជាគេចែកគេមិនស្មើចឹងវើយ ពួកខ្ញុំវាគ្មានរឿងអីទេបងគ្រាន់តែពួកខ្ញុំវាអត់លុយទិញស្រាផឹកហ្នឹងហើយបានជាពួកខ្ញុំជូរមាត់ឃ្លានផឹកស្រាចង់ងាប់ហើយបងអើយហើយចុះបងទៅខ្ចីលុយគេហ្នឹងអីគឺយូរម្លេះបងបានទៅប្រងតដេកនៅក្នុងតំងអត់មានអាសូរដើមទ្រូងអាគ្នានេះអ្នកនៅចាំយកលុយទិញស្រាទេអីពួកខ្ញុំចាំផឹកស្រាឡើងហៀទឹកមាត់ហើយបងអើយ មែននងដោយអាចត្រូវនិយាយមែននងឲ្យទៅខ្ចីលុយគេយកមកទិញស្រាផឹកទៅបាត់រាប់ម៉ោងធ្វើដូចទៅសុំដុំភ្លើងយ៉ាអញ្ចឹងយ៉ាប់ណាស់បងឯងនេះ អាហាមើលពួកវានិយាយមិនពួកអាពីរក្បាលឯងហ្នឹងមិនប្រងគិតថាយើងទៅហ្នឹងដឹងតែបានហើយមែនយើងទៅខ្ចីលុយគេណាវើយមិនមែនយើងទៅយកលុយពីគេណាបានហើយនេះលុយយកទៅទិញស្រាហើយនេះលុយយកទៅទិញសាច់ខ្លែមថ្ងៃហ្នឹងពួកយើងផឹកស្រារំលេងឲ្យសប្បាយអាណានឯម្ដង ពេលវេលាជាតែកន្លងផុតទៅមិនយូរប៉ុន្មានតយលយបានចែកលុយដាក់ខ្ចីពីរតនាអស់រលីងនៅពេលនោះតយលយក៏បានធ្វើដំណើរទៅផ្ទះរតនាម្ដងទៀតដើម្បីខ្ចីលុយ ណែរតនាសម្លាញ់ឯងនៅផ្ទះល្មមណែសម្លាញ់ឲ្យគ្នាសុំខ្ចីលុយសម្លាញ់ឯង1លានរៀលទៀតតើបានដែរទេសម្លាញ់ពីព្រោះអីលុយដែលគ្នាបានខ្ចីពីសម្លាញ់ឯងលើកមុននោះគឺដោយសារតែគ្នាបើកមុខរបរថ្មីមិនត្រូវទើបធ្វើឲ្យគ្នាខាតបាត់ដើមបាត់ចុងអស់រលីងណាសម្លាញ់ហើយគ្នាគិតថាចង់មកខ្ចីលុយសម្លាញ់ឯង1លានរៀលបន្ថែមទៀតហ្នឹងគឺគ្នាចង់យកលុយនេះទៅបង្កើតមុខរបរថ្មីមួយទៀតណាសម្លាញ់ អូនតើអូនគិតយ៉ាងណាដែរអូនឥឡូវនេះតយលយគេបានមកខ្ចីលុយយើងបន្ថែម1លានរៀលទៀតណាអូន ចាមិនអីទេបងឲ្យមិត្តភក្តិបងខ្ចីលុយថែមចុះបងអូនក៏មិនថាអីដែរធ្វើមិនបើគាត់ទៅតែចាប់ដើមបាក់មុខរបររកស៊ីថ្មីថ្មោងវាអញ្ចឹងហើយបងអូនយល់ច្បាស់ណាស់ធម្មតាការរកស៊ីដំបងគឺវាមានខាតមានចំណេញអញ្ចឹងហើយបង នេះលុយសម្លាញ់ម្ដងនេះគ្នាសង្ឃឹមថាសម្លាញ់ឯងនឹងបានជោគជ័យនឹងមុខរបរថ្មីរបស់សម្លាញ់ឯងទៅចោះណាសម្លាញ់ គ្នាពិតជាអរគុណសម្លាញ់ឯងនិងប្រពន្ធរបស់សម្លាញ់ឯងខ្លាំងណាស់អញ្ចឹងគ្នាលាសិនហើយណាសម្លាញ់គ្នាប្រញាប់ទៅដើម្បីយកលុយនេះទៅបើកមុខរបរថ្មីបន្ថែមទៀត បងអូនដូចជាឆ្ងល់នឹងមិត្តភក្តិរបស់បងឈ្មោះតយលយដល់ហើយបង ហើយមិនបានជាអូនឆ្ងល់រឿងរបស់អាតយលយមិត្តភក្តិរបស់បងអញ្ចឹងទៅវិញហ่าអូនហើយអូនឆ្ងល់រឿងអីគេដែរអូន គឺអូនឆ្ងល់ថាមិនបានជាមិត្តភក្តិរបស់បងឈ្មោះតយលយហ្នឹងគាត់ទៅតែមកខ្ចីលុយពីយើងទៅតែរយៈពេលថ្មីនេះតាបងមិនបានជាគាត់ឆាប់អស់លុយហ្នឹងម៉េះបងហើយឥឡូវគាត់មករកខ្ចីលុយយើងថែមទៀតអញ្ចឹងបង ទៅឆ្ងល់ធ្វើអីអូនក្រែងគេបានប្រាប់យើងរួចហើយតាអូនគេថាគេបើកមុខរបរថ្មីដំបូងខាត់ដើមខាត់ចុងអញ្ចឹងហើយបានជាគ្នាមករកពឹងឲ្យយើងជួយគេទៀតនឹងណាអូន តែអូនឆ្ងល់ត្រង់ថាគាត់និយាយថាគាត់យកលុយដែលខ្ចីពីយើងទៅនោះគឺគាត់យកទៅបើកមុខរបររកស៊ីថ្មីតែរាល់ពេលដែលអូនដើរទៅទិញម្ហូបនៅផ្សាររាល់ថ្ងៃហ្នឹងគឺអូនឃើញតែគាត់នៅអង្គុយផឹកស្រានៅតូបមិញវ៉ែបរហូតហ្នឹងបង អូនថាម៉េចចឹងបានន័យថាអាតយលយវាមកកុហកបងហើយអញ្ចឹងអូនបានអញ្ចឹងមែនមិនន័យទេអូនចាំថ្ងៃស្អែកនេះបងនឹងដើរទៅផ្សារជាមួយនឹងអូនដែរណាមួយបងក៏ចង់ដឹងដែរថាតើអាតយលយវាយកលុយនោះទៅបើកមុខរបររកស៊ីថ្មីឬក៏វាយកលុយនោះយកទៅធ្វើអីឲ្យប្រកបវិញណាអូនលុះដល់ពេលថ្ងៃស្អែកឡើងរតនាក៏បានធ្វើដំណើរទៅផ្សារជាមួយនឹងប្រពន្ធរបស់គេលុះដល់ពេលដែលរតនានិងប្រពន្ធរបស់ខ្លួនបានធ្វើដំណើរទៅដល់ផ្សាររតនាក៏បានប្រទះឃើញតយលយកំពុងតែនៅតូបស្រាមីងវ៉ែបកំពុងតែធ្វើស្អីហ្នឹងអាសម្លាញ់នេះឬដែលអាសម្លាញ់ឯងនិយាយប្រាប់គ្នាថាអាសម្លាញ់ឯងទៅខ្ចីលុយគ្នានេះយកមកបើកមុខរបរថ្មីហើយនេះគឺជាមុខរបរថ្មីរបស់អាសម្លាញ់ឯងតើមែនទេអាសម្លាញ់ អញនោះ
ទើបតែផឹកស្រាអត់តែ2លីត្រសោះឥឡូវម្ចាស់លុយគេមកទាន់ល្មមចាប់ប្រោយ ហាអូយបើម្ចាស់លុយគេមកតាមតអញ្ចឹងអូយថ្ងៃក្រោយពួកយើងបានលុយណាទិញស្រាផឹកទៀតទៅចឹងវាមិនអាលីហិនហោចអស់ហើយចឹងណែណែណែអរគ្នាសុំទោសផងណាសម្លាញ់ដែលគ្នាបានកុហកសម្លាញ់ឯងនិងប្រពន្ធរបស់សម្លាញ់ឯងតាមពិតទៅលុយដែលគ្នាបានទៅខ្ចីសម្លាញ់ឯងនោះគឺគ្នាមិនបានយកទៅបើកមករបរឯងនោះទេគឺគ្នាបានយកលុយនោះមកចាយវាយផឹកស្រាណាសម្លាញ់ចាប់ពីថ្ងៃនេះទៅគ្នាសូមសន្យាថាគ្នានឹងកែប្រែខ្លួនហើយគ្នានឹងខំប្រឹងប្រែងធ្វើការដើម្បីរកលុយឆាប់បានយកទៅសងសម្លាញ់ឯងវិញបើសម្លាញ់ឯងជាកែប្រែខ្លួនវិញនោះគ្នាក៏មិនយកទោសអស់ដំណើរនឹងសម្លាញ់ឯងដែរហើយរឿងលុយកាក់នឹងចាំពេលណាដែលសម្លាញ់ឯងរកបានចាំយកមកសងគ្នាក៏បានដែរណាហើយប្អូនឆ្លូញនិងប្អូនឆោប្អូនទាំងពីរនាក់ក៏គួរតែកែប្រែខ្លួនសាជាថ្មីដែរទៅប្អូនកើតមកជាមនុស្សប្រុសបើប្រលឹមមិនទាន់ប្អូនស្រវឹងបើកភ្នែកមិនរួចអញ្ចឹងវាច្បាស់ណាស់ថាគេគ្រប់គ្នានឹងមិនឲ្យតម្លៃប្អូននោះទេហើយបើប្អូនចេះកែប្រែខ្លួនខិតខំប្រឹងប្រែងធ្វើការឲ្យសល់លុយសល់កាក់ច្រើននោះប្អូននឹងទទួលបាននូវការគោរពស្រឡាញ់ពីអ្នកភូមិផងជាក់ជាមិនខានទេប្អូនជឿតែបងទៅ បាទបងចាប់ពីថ្ងៃនេះទៅប្អូននឹងកែខ្លួនប្អូននឹងជប់ផឹកស្រាទៀតហើយបង ចាប់ពីថ្ងៃស្អែកនេះទៅប្អូននឹងជប់ផឹកស្រាហើយប្អូននឹងខិតខំប្រឹងប្រែងធ្វើការងារឲ្យបានសល់លុយសល់កាក់ដូចជាបងដែរហើយបងខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំបានឃើញថាអ្នកទាំង3ចេះកែប្រែខ្លួនបែបនេះ ហើយបើនៅថ្ងៃក្រោយអ្នកទាំង3មានការខ្វះខាតរឿងលុយកាក់អីនោះពីអ្នកប្តីប្រពន្ធខ្ញុំនេះគឺមិនទៅឈរអោបដៃមើលនោះទេសំខាន់ឲ្យតែយកលុយនោះទៅប្រើការជាប្រយោជន៍ ចាប់តាំងពីពេលនោះមកតយលយឆ្លូញនិងឆក់បានកែប្រែខ្លួនហើយខិតខំប្រឹងប្រែងធ្វើការងារដូចជារតនាដែរ